បាទសួស្តីបងប្អូនអរគ្នាអូខេអញ្ចឹងថ្ងៃនេះលោកគ្រូមកហៅបង្ហាញអំពីរបៀបនៃការ download ក៏ដូចជាប្រើប្រាស់app Cam Scanner ដើម្បីយើងប្រើប្រាស់នៅក្នុងការថតជារូបភាពហើយយើងចង់បំលែងវាពីរូបភាពឲ្យទៅជា PDI ហើយឲ្យវាច្បាស់ជាងមុនតែយើងទៅធ្វើម៉េចអញ្ចឹងដំបូងយើងត្រូវមាន app Cam Scanner ហ្នឹងសិនណាអញ្ចឹងយើងចូលទៅកាន់ Play Store សម្រាប់ Android iOS គឺ App Store អញ្ចឹងចូលទៅកាន់ Play Store ឬហើយយើងចុចពីថា search យើងវាយពាក្យថា Cam Scanner ណា Cam Scanner នេះអញ្ចឹងវានឹង load នៅខាងលើយើងចុច download មកតែខ្ញុំបាន download ហើយអញ្ចឹងខ្ញុំមិនបាច់ download ទេណាអញ្ចឹងបើកឲ្យ update យើង update មកបន្ទាប់មកទៀតនៅពេលដែលយើង update ឬក៏យើង download រួចហើយគឺយើងត្រូវបើក app នេះតែម្ដងអញ្ចឹងរងចាំបន្តិចវានឹងកំពុងតែដំឡើងបាទសូមបញ្ជាក់គឺទាំងអស់គ្នាត្រូវតែថតណារូបភាពជាមុនសិនយើងថតជាស្លឹកមកថតឲ្យស្អាតណាបាទអញ្ចឹងយើងចុចពាក្យថា open ឬហើយវានឹងចូលមកដល់កាន់ app Cam Scanner បែបនេះអញ្ចឹងនៅពេលដែលយើងចូលមកដល់ app នេះវាមានមុខងារជាច្រើនណាទី1គឺ smart scan ណាអាហ្នឹងគឺយើង scan ទៅនឹង PDI ឬ scan រូបភាព scan អីហ្នឹងទៅណាអូខេអញ្ចឹងឡើយហ្នឹងយើងមិនបាច់ប៉ះពាល់វាទេអូខេអញ្ចឹង app នេះគឺយើងប្រើ free ទេព្រោះវាមានប្រើជា VIP ដែលអស់លុយដែរណាបាទអូខេអញ្ចឹងអ្វីដែលយើងត្រូវចេះគឺយើងត្រូវ combine ណាពីអីគេពីរូបភាពទៅជា PDI អញ្ចឹងបាទឥឡូវយើងចូលមកដល់កន្លែងយើង import ពីរូបភាពទៅជា PDI ម្ដងណាអូខេអញ្ចឹងយើងចូលជា file ឲ្យស្អាតណាអញ្ចឹងដំបូងយើងត្រូវថតវាសិនណាអញ្ចឹងឥឡូវយើងចូលកន្លងទី3 1 2 3នេះឡើយនេះចុចឡើងមកហើយយើងរើសរូបភាពណាដែលយើងចង់ import វាឥឡូវថតតែខ្ញុំរើសរូបភាពនេះមួយអូខេអញ្ចឹងកន្លែងនេះគឺយើង touch auto crop ឬក៏យ៉ាងម៉េចនៅពេលដែលយើង import វាទៅវានឹង crop auto យើងតែម្ដងណាវានឹងកាត់រូបភាពហ្នឹងឲ្យស្អាតតែម្ដងស្តង់ដារនេះក្តាប់វិញកន្លែងនេះគឺ magic color នេះយើងអត់បាច់ប៉ះពាល់វាទេយើងចង់ដាក់ក៏បានយើងមិនដាក់ក៏បានដែរអញ្ចឹងចុចពីថា import មកបាទឥឡូវវាកំពុងបន្លាញទៅណាទៅអញ្ចឹងវាអាស្រ័យទៅលើឯកសាររបស់យើងតិចឬច្រើនគឺបើយើងច្រើនគឺយើងអាច combine ជា PDI យើងយល់ណាអញ្ចឹងនេះគឺជា file PDI ដែលយើងបាន combine ចូលគ្នាណាអញ្ចឹងវាអាចច្បាស់ជាងមុនអញ្ចឹងដើម្បី share វាចេញក្រៅណាយើងចុចពាក្យថា share នេះមកបាទហើយយើងដាក់ចុចពាក្យថា share as PDI អញ្ចឹងឃើញពាក្យ PDI យើង share នេះមកបាទអញ្ចឹងដល់ឥឡូវនេះយើងធ្វើមកទៀតណាអញ្ចឹងគឺយើងអាច share ទៅណា share ទៅ PC ឬក៏យ៉ាងម៉េចដើម្បី remove អានេះគេហៅថា logo បើយើងចង់ remove ត្រូវយើងប្រើ VIP អញ្ចឹងយើងបាទនេះយើងរើសច្រើនតិចមកបាទអញ្ចឹងយើងរើសឡើងចុចទៅមកអញ្ចឹងវានឹងបានបែបណាបាទអញ្ចឹងយើងចុច share តិចមកអូខេអញ្ចឹងដល់ឥឡូវនេះយើងអាច share ទៅណាឥឡូវថត PDI ខ្ញុំ share ទៅកាន់ Telegram ឥឡូវខ្ញុំ share មកកាន់ Telegram របស់ខ្ញុំយើង share មកឡើយចោះយើងចុច slide ហ្នឹងមកអូខេយើងឃើញនេះគឺជា file PDI ដែលយើងបាន combine វាមកចូលគ្នាអញ្ចឹងយើងចង់ដឹងយើងចុចមើលមកអូខេឥឡូវយើងបានហើយអូខេបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនគឺធ្វើបែបហ្នឹងពីងាយស្រួលចឹងនេះគាត់ថាខ្ញុំបង្ហាញពីមុខងារមួយនៅក្នុង app Cam Scanner នេះទេគឺខ្ញុំអត់បង្ហាញច្រើននេះទេបាទអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅបន្តទៀតតអូខេ